បាទសូមជម្រាបសួរដល់អស់លោកអ្នកបងប្អូនជាទីស្រឡាញ់រាប់អានថ្ងៃនេះគឺជាថ្ងៃថ្មីសម្រាប់អស់លោកអ្នកបងប្អូនខ្ញុំបានសង្កេតមើលឃើញគ្រាបោះសត្វជាច្រើនដែលបានចាកឆ្ងាយអំពីការធ្វើការប្រតិបត្តិឬក៏ទម្លាប់ដែលយើងធ្លាប់មានអរលោកអ្នកបងប្អូនទាំងអស់គ្នាខ្ញុំបានមើលឃើញមួយរយៈនេះ មានគ្រាបោះសត្វជាច្រើនបានចាក់ចេញឆ្ងាយអំពីសេចក្តីជំនឿហើយមានគ្រាបោះសត្វជាច្រើនក៏បានមានការឈឺចាប់នៅក្នុងដួងចិត្តរបស់ពួកគេដែរអរលោកអ្នកបងប្អូនពិតណាស់នៅក្នុងសេចក្តីជំនឿមួយនេះមិនមែនជារឿងងាយស្រួលទេយើងបានបាត់បង់ក្តីស្រឡាញ់របស់ព្រះយើងបានបាត់បង់ក្តីស្រឡាញ់ដើមរបស់ព្រះហើយធ្វើឲ្យអស់លោកអ្នកបងប្អូនបានជួបជាមួយនឹងបញ្ហាផ្សេងមានគ្រាបោះសត្វជាច្រើនបានឈប់ទៅព្រះវិហារហើយមានគ្រាបោះសត្វជាច្រើនក៏បានឈប់ជឿលើព្រះយេស៊ូវដែរហើយមានគ្រាបោះសត្វជាច្រើនកំពុងតែស្អប់ដល់គ្រាបោះសត្វដែរអរលោកអ្នកបងប្អូននេះហើយគឺជាអ្វីដែលជាបទពិសោធន៍ហើយខ្ញុំបានឆ្លងកាត់ក៏ដូចជាបានជួបជាមួយនឹងបញ្ហាទាំងអស់នេះលោកអ្នកបងប្អូនជាទីមេត្រីបងប្អូនបានភ្លេចនៅសេចក្តីស្រឡាញ់ដើមហើយបងប្អូនក៏ចាប់ផ្ដើមនៅក្នុងការដែលធ្វើឲ្យដួងចិត្តរបស់យើងបានបៀមជាប់នៅការឈឺចាប់ទាំងអស់នោះបងប្អូនជាទីស្រឡាញ់មិនថាបងប្អូនឈឺចាប់នៅក្នុងចិត្តកម្រិតណានោះទេមិនថាបងប្អូនធ្លាប់ឆ្លងកាត់នៅទុក្ខលំបាកប៉ុណ្ណានោះទេមិនថាបងប្អូនបានជួបជាមួយនឹងការសង្រោកសង្រេងឈឺផ្សានៅក្នុងចិត្តប៉ុណ្ណាទេប៉ុន្តែសូមកុំឲ្យយើងបានបោះបង់នៅសេចក្តីស្រឡាញ់ដើមសេចក្តីស្រឡាញ់ដើមដែលយើងបានធ្លាប់និយាយទៅកាន់ព្រះអង្គប៉ុន្តែការដែលយើងបានមើលឃើញការដែលយើងមានបទពិសោធន៍គឺធ្វើឲ្យយើងបានចេញឆ្ងាយជាមួយនឹងព្រះខ្ញុំនិយាយរឿងនេះមិនមែននៅក្នុងគោលបំណងចង់ឲ្យអស់លោកអ្នកបងប្អូនត្រឡប់មកជឿទៅលើព្រះអង្គវិញទេហើយក៏ខ្ញុំមិនមានគោលបំណងចង់ឲ្យបងប្អូនឈប់ស្អប់ឬក៏ខឹងនោះទេប៉ុន្តែជាជំរឿសរបស់អស់លោកអ្នកបងប្អូនខ្ញុំក៏ធ្លាប់សម្រេចចិត្តនៅក្នុងការដែលឈប់ធ្វើការបម្រើនៅក្នុងព្រះវិហារជាច្រើនដងបាទខ្ញុំធ្លាប់ខឹងជាមួយនឹងថ្នាក់ដឹកនាំរបស់ខ្ញុំជាច្រើនដងខ្ញុំធ្លាប់ស្ដីបន្ទោសដល់អ្នកដឹកនាំរបស់ខ្ញុំជាច្រើនដងហើយនៅពេលដែលមានបញ្ហាខ្ញុំតែងតែប្រាប់ទៅអ្នកគ្រូរបស់ខ្ញុំដែលជាអ្នកគ្រូខាងព្រលឹងវិញ្ញាណដែលខ្ញុំបានស្គាល់តាំងពីចាប់ផ្ដើមជឿព្រះអង្គខ្ញុំបានប្រាប់គាត់ថាហេតុអ្វីបានជាគ្រីស្ទបរិស័ទភាគច្រើនតែងតែមានបញ្ហាហើយខ្ញុំចង់ដកខ្លួនចេញពីការបម្រើហើយខ្ញុំចង់ឈប់នៅក្នុងការដែលទទួលជឿលើព្រះយេស៊ូវអរលោកអ្នកបងប្អូនអ្នកគ្រូរបស់ខ្ញុំបានលើកទឹកចិត្តខ្ញុំប្រាប់ខ្ញុំដែរខ្ញុំគាត់បានប្រាប់ថាវាគឺជាការសម្រេចចិត្តរបស់អ្នក វាគឺជាការសម្រេចចិត្តរបស់អ្នកពាក្យខ្លីមែនទេ
គាត់បាននិយាយថាបើអ្នកជប់ទុកលំបាកហើយឈប់ជឿបោះបង់ព្រះអ្នកនឹងបាត់បង់សេចក្តីសង្គ្រោះចម្លើយរបស់គាត់បានប្រាប់ហើយធ្វើឲ្យខ្ញុំសំណោះក្នុងចិត្តមែនទែនហើយខ្ញុំក៏ចាប់ផ្ដើមគិតការសម្រេចចិត្តរបស់អ្នកគឺជារឿងរបស់អ្នកប៉ុន្តែបើអ្នកឈប់ជឿព្រះអ្នកនឹងបាត់បង់សេចក្តីសង្គ្រោះពីព្រោះអ្នកបានបោះបង់ព្រះមិនមែនដោយសារតែព្រះធ្វើចំពោះអ្នកនោះទេប៉ុន្តែគឺដោយសារតែមនុស្សបានធ្វើឲ្យអ្នកបានបាក់ទឹកចិត្តអញ្ចឹងបើអ្នកឈប់ជឿព្រះអ្នកនឹងលែងមានការសង្គ្រោះទៀតហើយនៅថ្ងៃនេះខ្ញុំក៏បានលើកយកនៅព្រះគម្ពីរយ៉ាកុបសម្បត្តិយ៉ាកុបបាទគឺជាគេហៅថាជាសម្បត្តិមួយដែលថាយ៉ាកុបគឺជាប្អូនព្រះយេស៊ូវបាទគឺនៅក្នុងខាងសាច់ឈាមប៉ុន្តែគឺជាកើតមកពីនាងម៉ារីដែរលោកយ៉ាកុបបានសរសេរថាបងប្អូនអើយកាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងនោះត្រូវរាប់ជាសេចក្តីអំណរសពគ្រប់វិញខ3ដោយដឹងថាការល្បួងលោមើលសេចក្តីជំនឿនៃអ្នករាល់គ្នានោះនាំបង្កើតឲ្យមានសេចក្តីខ្ជាប់ខ្ជួនចូលទុកឲ្យសេចក្តីខ្ជាប់ខ្ជួននោះបានធ្វើការសម្រេចពេញលេញក្នុងពេញលេញចោះដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខហើយពេញខ្នាតឥតខ្វះអ្វីឡើយបាទអស់លោកអ្នកបងប្អូនជាទីស្រឡាញ់រាប់អានសូមឲ្យនៅពេលដែលយើងជួបទុក្ខលំបាកនិងបញ្ហាសូមបានកលេចទៅមើលសេចក្តីស្រឡាញ់ដើមសេចក្តីស្រឡាញ់ដើមដែលព្រះអង្គបានមានព្រះអង្គមិនប្រែប្រួលទេនៅក្នុងព្រះគម្ពីរបានមានបន្ទូលថាត្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្លេះបានជាទ្រង់ប្រទានបរិជ្ជបុត្រាទ្រង់តែមួយដើម្បីឲ្យអស់អ្នកណាដែលជឿបរិជ្ជបុត្រានោះគឺមិនត្រូវវិនាសឡើយគឺឲ្យមានជីវិតអស់កលជានិច្ចវិញនេះហើយគឺជាពាក្យសម្ដីមួយដែលខ្ញុំចង់លើកទឹកចិត្តអស់លោកអ្នកបងប្អូនដែរពីព្រោះខ្ញុំបានធ្លាប់ឆ្លងកាត់ហើយនេះគឺជាពាក្យដែលអ្នកគ្រូរបស់ខ្ញុំគាត់លើកទឹកចិត្តខ្ញុំថាការសម្រេចចិត្តគឺទៅលើការសម្រេចចិត្តរបស់អ្នកព្រះអង្គអត់មានការបង្ខិតបង្ខំអ្នកនោះទេហើយការសម្រេចចិត្តរបស់អ្នកលទ្ធផលគឺអ្នកនឹងទទួលដូច្នេះពាក្យខ្លីដែលអ្នកគ្រូរបស់ខ្ញុំគាត់លើកទឹកចិត្តថាបើយើងឈប់ជឿទៅលើព្រះយើងបាត់បង់សេចក្តីជំនឿយើងបាត់បង់សេចក្តីសង្គ្រោះសូមឲ្យអស់លោកអ្នកបងប្អូនឈររឹងមាំឡើងជាមួយគ្នាបន្តដំណើរទៅមុខទៀតសូមឲ្យព្រះយេស៊ូវគ្រីស្ទបានជួសជុលដួងចិត្តរបស់អស់លោកអ្នកបងប្អូននៅពេលដែលអស់លោកអ្នកបងប្អូនមានការឈឺចាប់មានទុក្ខលំបាកផ្សេងសូមបានទម្លាក់វាចុះហើយចូលមកលន់តួនៅចំពោះទ្រង់ផ្សះផ្សាដួងចិត្តរបស់យើងឡើងវិញសូមព្រះប្រទានពរ